god wow 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 លើសូតែឆេវចូលឆេវឡានហ្នឹងមិនធ្វើអីទេគឺមកចាក់នំបាញ់ឆេវនោះឯងភាសាខ្មែរយើងគេហៅថាចាក់បាយឯងភាសាបាញ់ឆេវនំកំចេញមកពីវៀតណាមទេ ហើយនំបាញ់ឆេវគេហៅថានំចាក់បាយនេះដែរគឺពេញនិយមខ្លាំងមែនទែននៅក្នុងកម្ពុជាមិនថាប្រទេសកម្ពុជាទេប្រទេសវៀតណាមក៏ពេញនិយមដែរមុខម្ហូបនេះ ហើយតែឃើញមុខម្ហូបនេះបរទេសគេតែងច្រឡំថាមុខម្ហូបនេះជាមុខម្ហូបរបស់ប្រទេសនេះ3តែក៏ប៉ាត់ដើមកំណើតខ្ញុំអត់សូវដឹងច្បាស់ទេក៏ប៉ុន្តែដើមកំណើតគឺមកពីប្រទេសខ្មែរទេគេហៅថានំចាំបាយហើយបរទេសគេយកទៅបំបាយទៅជាឈ្មោះរបស់ប្រទេសគេចឹងទៅ ព្រោះមួយសម័យទៅមួយសម័យវាឆ្លងកាត់គ្នាទៅវិញទៅមកផ្លាស់ប្ដូរវប្បធម៌ពេលខ្លះយើងច្រឡំរបស់យើងពេលខ្លះគេច្រឡំថារបស់គេតែកាពិតពេលខ្លះប្រភពដើមក៏យើងមិនដឹងច្បាស់ថាមកពីណាដែរមិនថារបស់យើងឬរបស់គេទេតែមុខម្ហូបនេះគឺខ្ញុំឲ្យលេខ1ហ្មងគឺខ្ញុំចូលចិត្តខ្លាំងឆ្ងាញ់យកតែម្ដងបងប្អូនអរគ្នាបាយបាយជួបគ្នាក្នុងវីដេអូក្រោយបាយ